ដោយឡែកនៅខាងក្រសួងអភិវឌ្ឍជនបទវិញប្រិយមិត្តទីមត្រីនៅថ្ងៃទី26ខែមីនាម្សិលមិញនេះឯកឧត្តមឆៃរតិសែនរដ្ឋមន្ត្រីនៃក្រសួងអភិវឌ្ឍជនបទបាទក៏បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសទទួលស្គាល់និងប្រគល់នៅវិញ្ញាបនបត្រភូមិគំរូបាទសម្រាប់ក្រសួងអភិវឌ្ឍជនបទចំនួន51ភូមិសម្រាប់កាលពីក្នុងឆ្នាំ2025កន្លងមកនេះពិធីប្រកាសនេះមានការចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិបាលរងរាជធានីខេត្តគណៈកម្មការវិតម្លៃការអភិវឌ្ឍភូមិគំរូប្រធានមន្ត្រីអភិវឌ្ឍជនបទរាជធានីខេត្តទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកុយកាតំណាងដៃគូពាក់ព័ន្ធអាជ្ញាធរខេត្តក្រុមប្រឹក្សាឃុំសង្កាត់ពាក់ព័ន្ធព្រមទាំងគណៈកម្មាធិការអភិវឌ្ឍភូមិគោលដៅទាំង51ភូមិផងដែរនៅក្នុងឱកាសនោះឯកឧត្តមឆៃរតិសែនបានសម្ដែងនឹងការអបអរសាទរជូនចំពោះភូមិដែលទទួលជ័យលាភីទាំង51ក្នុងឆ្នាំ2025ឯកឧត្តមបានគូបញ្ជាក់ថានេះគឺជាលើកទី2ហើយដែលក្រសួងអភិវឌ្ឍជនបទបានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅភូមិគំរូអាចចាត់ទុកថាជាថ្ងៃជោគជ័យដ៏ធំធេងថ្មីមួយទៀតចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍនៅជនបទស្របតាមចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌និងចីរភាពទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមគិច្ចនិងវប្បធម៌និងកម្មវិធីអតិភិបទី3របស់ក្រសួងគឺជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូដែលសម្ដៅធ្វើឲ្យតំបន់ជនបទមានសមាហរណកម្មមានការអភិវឌ្ឍឆាប់រហ័សនិងធានាបាននូវកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាពនិងមានសុខុមាលភាពការវិតម្លៃភូមិគំរូប្រកបដោយភាពប្រកបប្រជាគ្រប់ជ្រុងជ្រោយដោយអនុលោមតាមលក្ខណៈវិនិច្ឆ័យទាំង5គឺសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌សុខភាពនិងបរិស្ថានរស់នៅហេដ្ឋារចនាសម្ព័ន្ធនិងអភិបាលកិច្ចហើយជាមួយគ្នានេះផងដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះគ្រប់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធនានាដែលតែងតែជួយគាំទ្រដល់សកម្មភាពនានារបស់ក្រសួងនិងអំពាវនាវបន្តជួយគាំទ្របន្ថែមទៀតដើម្បីសម្រេចបាននូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ2025ដល់2035និងឈានទៅសម្រេចឲ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានប្រគល់វិញ្ញាបនបត្រនិងពានរង្វាន់លើកទឹកចិត្តដល់ជ័យលាភីទាំង51ភូមិជូនដល់ប្រធានគណៈកម្មការអភិវឌ្ឍភូមិផងដែរ